អភិបាលខេត្តព្រះវិហារនិងនំនាមខ្លួនខ្ញុំផ្ទាល់អភិបាលរងនៅប្រចាំការនៅទីនេះសូមរាយការណ៍សង្ខេបជូនអាយដាមហើយបន្លងដែលបានដឹកនាំរដ្ឋភូមិមកសួរសុខទុក្ខប្រជាពលរដ្ឋយើងនៅស្ថិតនៅក្នុងភូមិធម្មជាតិដែលទើបតែកើតថ្មីរយៈពេលបានហើយជិតមួយឆ្នាំហើយជិតមួយឆ្នាំហើយហើយចេះដោយមានការទឹកចិត្តជួយខ្មែរដែលសមាគមសាមគ្គីដើម្បីប្រាសាទព្រះវិហារនេះគឺជាទឹកចិត្តមួយរបស់អាយដាមដែលនៅដល់នាយសមុទ្រនៅដល់ស្រុកបារាំងក៏មានទឹកចិត្តមើលឃើញអំពីទស្សនវិជ្ជារួមនៅកន្លែងនេះការទុកលំបាករបស់ប្រជាពលរដ្ឋយើងដែលមានថៃដែលរំលោភលៀនពៀនមកលើទឹកដីយើងនេះតាំងពីថ្ងៃទី15ខែកក្កដាឆ្នាំ2008កន្លងមកនេះនិយាយសង្ខេបជារួមព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃនោះគឺជាមានការតានតឹងនិងមានរូបខ្ញុំផ្ទាល់ដែលនៅប្រចាំការនៅទីនោះតែម្ដងតាំងពីថ្ងៃទី15រហូតមកដល់បច្ចុប្បន្ននេះអញ្ចឹងក្រោយពីថ្ងៃព្រឹត្តិការណ៍ថ្ងៃទី3 ទី4បានប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធយើងជាមួយនឹងទាហានសៀមក៏មានការឆេះលំនៅឋានរបស់បងប្អូនយើងប្រជាពលរដ្ឋយើងចំនួន183គ្រួសារដែលនៅផ្សារជើងប្រាសាទយើងតែម្ដងក្រោយមកសម្ដេចលោកបានមើលឃើញអំពីទឹកចិត្តរបស់ប្រជាជនដែលថ្ងៃវាយគ្នាគឺថាតស៊ូនៅកន្លែងនោះតែម្ដងនេះជាថាទោះរបារមីយើងនៅទីនេះវាខ្លាំងអញ្ចឹងទាំងកងកម្លាំងទាំងប្រជាពលរដ្ឋយើងទាំងអស់អត់មានគ្រោះថ្នាក់អីមួយទាំងអស់គឺទាំងអស់ហើយក្រោយមកទៀតក៏មានការឆេះនេះសម្ដេចក៏លោកយល់ឃើញថាមានការលំបាកក៏ចាត់ចែងខ្ញុំក្នុងនាមអាជ្ញាធរខេត្តបានជម្លៀសបងប្អូនមករកទីទួលសមត្ថភាពដែលមានការសហការយ៉ាងល្អជាមួយអាយដាមហ៊ីងអគ្គមេធាវីការរងដឹកជញ្ជូនប្រជាពលរដ្ឋពីទីនោះមកដល់នៅផ្សាររាមាក្រោយមកនៅថ្ងៃទី27ថ្ងៃទី28ក៏សម្ដេចលោកបានថាឲ្យបង្កើតភូមិនេះតែជំទាន់ដើម្បីរៀបចំជូនប្រជាពលរដ្ឋអញ្ចឹងធំនោះប្រជាពលរដ្ឋ319គ្រួសារនិង473គ្រួសារដែលនៅទីនោះអញ្ចឹងដើម្បីរៀបចំនៅទីនេះបានសម្ដេចបានចាត់ចែងឲ្យរៀបកើតជាភូមិនោះបានផ្ដល់ជាដីមកក្នុងមួយគ្រួសារ50គុណនឹង100ហើយឈើ7ម៉ែត្រទៀតស័ង្កសី50ស្លឹកទៀតនេះជាការទឹកចិត្តរបស់រាជរដ្ឋាភិបាលដែលសម្ដេចលោកបានដឹកនាំយ៉ាងជ្រាស់វៃដោយមើលឃើញបញ្ហានេះអញ្ចឹងបានមកដល់ថ្ងៃនេះម៉ោងនេះគាត់មានឃើញថាសមាគមខ្មែរយើងនៅស្រុកក្រៅក៏មានទឹកចិត្តជួយអញ្ចឹងជាមោទនភាពមួយសម្រាប់ភូមិធម្មជាតិរបស់សម្ដេចដែលទើបបង្កើតថ្មីអញ្ចឹងលោកបានឃើញប្រជាពលរដ្ឋយើងខ្វះសិស្សសាលាខ្វះសាលាឥឡូវមើលឃើញថាប្រជាពលរដ្ឋហើយសិស្សនៅទីនេះកាន់តែកើនឡើងគាត់បានជួយឧបត្ថម្ភមួយខ្នងទៀតធ្វើឲ្យដូចគ្នាអញ្ចឹងដែរនេះជាអំណោយដ៏ថ្លៃថ្លារបស់សមាគមខ្មែរចលនាខ្មែរសាមគ្គីដើម្បីប្រាសាទព្រះវិហារយើងដែលមើលឃើញពីនោះមកដល់ទីនេះគឺគាត់មានទឹកចិត្តដ៏ថ្លៃថ្លាណាស់ទោះបីតិចតួចក្តីក៏ដោះស្រាយមិនគ្រប់គ្រាន់ក៏នៅតែការប្រឹងប្រែងជាខ្មែរជួយខ្មែរនេះជាមោទនភាពយ៉ាងខ្លាំងដោយនៅលើទឹកដីយើងតែម្ដងហើយក៏មិនអោយខាងណាមកជ្រៀតពៀនដោយសម្ដេចលោកមានប្រសាសន៍មិនអោយបាត់1មីលីម៉ែត្រដែរសោះហើយយើងក៏មិនទៅយកពីគេហើយយើងក៏មិនអោយគេយករបស់យើងបានដែរអញ្ចឹងបានហើយជាសតិភាពក្នុងការដឹកនាំយ៉ាងកតេបណ្ឌិតរបស់សម្ដេចរហូតមកទល់ម៉ោងនេះគឺជ័យជំនះយ៉ាងធំធេងរបស់សម្ដេចអញ្ចឹងនេះជាការសូមថ្លែងអំណរគុណនៅក្នុងនាមខ្ញុំអភិបាលរងខេត្តនិងជំនួសមកឲ្យអាដាមអ៊ុំរ៉ាអភិបាលខេត្តដែលជាប់បេសកកម្មហើយអំណោយនេះមកតាមរយៈអាដាមឧបសុកអានរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីតាមរយៈអាដាមអភិបាលខេត្តឲ្យខ្ញុំដឹកនាំប្រតិភូដែលចុះមកពិនិត្យផ្ទាល់អញ្ចឹងនៅថ្ងៃខាងមុខនេះបើកការឋានបញ្ចុះមកធម្មសាលាដើម្បីយើងធ្វើការសាងសង់តែម្ដងនឹងជាសារសូមថ្លែងអំណរគុណនិងសូមជូនពរឲ្យប្រតិភូអមដំណើររបស់អាដាមទាំងអស់ជួបតែសេចក្តីសុខនិងសេចក្តីចម្រើននិងសូមឲ្យទូរបារមីដាច់មេតបតឌីបានជួយថែរក្សាអាដាមនិងក្រុមគ្រួសារប្រតិភូដែលអមដំណើរមកឲ្យបានសុវត្ថិភាពប្រកបកិច្ចការងារឲ្យបានជោគជ័យតរៀងទៅសូមអរគុណ
prévenir l'ambiance avec les villageois ici. On est très 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 contents eux aussi d'avoir vu, nous sommes venus de la France. Beaucoup d'ambiance. បំផន់ប្រឌិតណាយបងខាត់ណាយសៃមាយកប្រសាទណាយសេងឡាជាសម្បត្តិខ្មែរអូណាណាណាលោកហើយយកប្រសាទណាយសេងឡាជាសម្បត្តិត្រូវតែហ៊ានតតាំងណាអេតតាំងមិនស្ដាយកម្លាំងប្រឆាំងនឹងសត្រូវអេសត្រូវប្រតាច់ធៀមស្រស់ណាយរក្សាគេនៅខិតថែរៀនទៅដំណាជាតិអូណាណាណាលោកហើយឆិនថែរៀនទៅដំណាជាតិដឹកគុណបារមីអេបារមីលោកខែទឹកដីទ្រង់ព្រៃពុបបតាអេពុបតាដែលលោកតាមជួយឲ្យបីបាច់ញ៉ាយរៀងសាម៉ែឈ្នះណាយសត្រូវខ្លាំងក្លាពូកាអូណាណាណាលោកហើយម៉ែឈ្នះណាយសត្រូវចេញពីដែននឹកគុណមុខពាក់បរោះណាអេបរោះស្នាដៃឥតខ្ញុំបន្សល់នៅគេអេលើគេកូនខ្មែរក្រុមប្រាណណាយរួមរក្សាប្រសាទណាយជាគេថឹកគុំអូណាណាណាលោកហើយប្រសា